កម្លាំងយោធាថៃបាញ់កាំភ្លើងប្រភេទ M79 និងប្រភេទ M16 ចំនួន5លើកពេលក្រុមអនុព័ន្ធយោធាបរទេសចុះសង្កេតការណ៍ក្រសួងការពារជាតិបានប្រកាសថាក្នុងអំឡុងពេលសង្កេតការណ៍កម្លាំងយោធាថៃបានបាញ់កាំភ្លើងប្រភេទ M79 និង M16 ចំនួន5លើកសរុប9គ្រាប់មកលើទីតាំងត្រួតពិនិត្យនេះចន្លោះម៉ោង 10:35 ដល់ម៉ោង 11:09 នាទីព្រឹកជាក់ស្ដែងលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃពុធទី29ខែមេសាឆ្នាំ2026វេលាម៉ោង 10:20 នាទីព្រឹកក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី2ប្រចាំឆ្នាំ2026របស់ក្រុមអនុព័ន្ធយោធាបរទេស MACPP ប្រចាំព្រះរាជាណាចក្រកម្ពុជាចុះសង្កេតការណ៍នៅច្រកអូស្មាច់ខេត្តឧត្តរមានជ័យក្រោយបទឈប់បាញ់ចូលជាធរមានសូមគូបញ្ជាក់ផងដែរថាមុនការចេញដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេស MACPP ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគ RBC នៃយុទ្ធភូមិភាគទី4កម្ពុជាបានចេញលិខិតជូនដំណឹងជាផ្លូវការជូនទៅកាន់ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគ RBC នៃកងទ័ពភូមិភាគទី2ថៃរួចរាល់ហើយសកម្មភាពនៃការចុះសង្កេតការណ៍របស់ប្រទេសសមាជិកក្រុមអនុព័ន្ធយោធាបរទេស MACPP ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសន្តិសុខនិងសន្តិភាពមិនត្រឹមតែរវាងប្រទេសទាំងពីរប៉ុណ្ណោះទេប៉ុន្តែសម្រាប់តំបន់និងពិភពលោកទាំងមូលផងដែរជាការគួរឲ្យសោកស្ដាយបំផុតក្នុងអំឡុងពេលកំពុងសង្កេតការណ៍និងត្រួតពិនិត្យនៅទីតាំងជាក់ស្ដែងក៏មានករណីផ្ទុះអាវុធបង្កឡើងដោយកម្លាំងយោធាថៃចំនួន5លើកចន្លោះពីម៉ោង 10:35 នាទីព្រឹកដល់ម៉ោង 11:09 នាទីដោយបានបាញ់កាំភ្លើងប្រភេទ M79 សរុបចំនួន9គ្រាប់ជាមួយគ្នានេះកងកម្លាំងរបស់កម្ពុជាបាននឹងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់គូបញ្ជាក់ដែរថាហេតុការណ៍នេះគឺផ្ទុយទៅនឹងស្មារតីនៃបទឈប់បាញ់និងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នាដើម្បីកាត់បន្ថយភាពតានតឹងនិងលើកកម្ពស់សន្តិភាពសន្តិសុខនិងភាពស្ងប់ស្ងាត់នៅតាមបណ្ដោយព្រំដែនក្នុងនាមជារដ្ឋដែលគោរពច្បាប់និងមានការទទួលខុសត្រូវខ្ពស់កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធីហើយការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរដែលរួមចំណែកដល់សន្តិភាពស្ថិរភាពនិងឯកភាពក្នុងអាស៊ានគឺទាមទារការបដិញ្ញាចិត្តពិតប្រាកដនិងការគោរពពេញលេញចំពោះច្បាប់អន្តរជាតិធម្មនុញ្ញអាស៊ានក៏ដូចជាសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់ដែលចងភ្ជាប់យើងក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញភ្ជាប់ភ្ជួននៅសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC ថ្ងៃទី27ខែធ្នូឆ្នាំ2025
សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃថ្ងៃទី26 ខែតុលា ឆ្នាំ2025 និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតសំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធីយុត្តិធម៌និងយូរអង្វែងស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរបាទពុកម៉ែបងប្អូនប្រិយមិត្តមុនពេលដែលក្រមអនុព័ន្ធយោធាបរទេសចុះទៅដល់ថៃបានបាញ់ចំនួន9គ្រាប់បាទមានប្រភេទកំភ្លើង M79 និង M16 បាទបាញ់9គ្រាប់គឺថៃបាញ់ចូលទឹកដីកម្ពុជាយើងទៀតហើយបាទក្នុងថ្ងៃហ្នឹងមុនពេលក្រមអនុព័ន្ធយោធាបរទេសចុះទៅដល់បាទហើយខាងកម្ពុជាយើងក៏បានរាយការណ៍ទៅខាងភូមិភាគ2ថៃផងដែរបាទឥឡូវនេះខ្ញុំសូមងាកទៅព័ត៌មានថ្មីបន្តទៀតបាទគឺខាង scam online បង្ក្រាបបានទៀតហើយនៅឯស្រុកពញាក្រែងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំចុះរដ្ឋបាលរកឃើញទីតាំងលួចប្រព្រឹត្តបទល្មើស online scam នៅស្រុកពញាក្រែងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំនៅថ្ងៃទី27 ខែមេសា ឆ្នាំ2026បានចុះរដ្ឋបាលចំហត្រួតពិនិត្យតាមផ្ទះល្វែងផ្ទះវីឡានិងអគារដែលមានការសង្ស័យលួចប្រព្រឹត្តបទល្មើស online scam នៅក្នុងមូលដ្ឋានស្រុកពញាក្រែងប្រតិបត្តិការនេះធ្វើឡើងក្រោមការសម្របសម្រួលពីតំណាងអាយកាអមសាលាដំបងខេត្តត្បូងឃ្មុំដោយកម្លាំងចម្រុះរួមមានកម្លាំងនគរបាលកម្លាំងកងរាជអាវុធហត្ថខេត្តនិងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានចុះធ្វើរដ្ឋបាលចំហត្រួតពិនិត្យតាមផ្ទះល្វែងផ្ទះវីឡានិងតាមអគារស្ថិតក្នុងភូមិត្រពាំងខ្លុងទី1ឃុំត្រពាំងខ្លុងស្រុកពញាក្រែងយោងតាមរបាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី29 ខែមេសា ឆ្នាំ2026បានបញ្ជាក់ថាជាលទ្ធផលសមត្ថកិច្ចបានរកឃើញទីតាំងមួយដែលពាក់ព័ន្ធលួចលាក់ប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា online scam និង2ទីតាំងទៀតជនបរទេសរស់នៅប្រមូលផ្ដុំបច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តនីតិវិធីកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធបទល្មើសអ្នកដែលមិនជាប់ពាក់ព័ន្ធនឹងស្រាវជ្រាវរកទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស online scam បន្តទៀតបាទគឺនៅឯខាងខេត្តត្បូងឃ្មុំនៅស្រុកពញាក្រែងបានចាប់បទល្មើស online scam បានមួយទៀតហើយបាទគឺឃើញថានៅតាមបណ្ដាខេត្តរាជធានីបានចុះត្រួតពិនិត្យនៃការរស់នៅប្រមូលផ្ដុំបាទតែឃើញកន្លែងណាសង្ស័យគឺចាប់ទាំងអស់បាទមិនទុកទេរឿង scam online នេះមួយបាទឥឡូវងាកទៅខាងខេត្តព្រៃវែងវិញគឺថាមានពិធីប្រកាសសមាជិកភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តព្រៃវែងនិងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការព្រឹកថ្ងៃទី29 ខែមេសា ឆ្នាំ2026ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាបានប្រកាសសមាជិកភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តព្រៃវែងនិងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាសាខាមូលនិធិជាតិជំនួយសង្គមនិងសាខាមូលនិធិជនពិការខេត្តព្រៃវែងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់អាយដាមជាសុមេធីរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាដែលប្រព្រឹត្តទៅនៅសាលាខេត្តព្រៃវែងមានប្រសាសន៍ក្នុងឱកាសនោះអាយដាមជាសុមេធីរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា
បានចូលរួមអបអរសាទរជាមួយលោកស្រីដែលទៅទទួលបានការតែងតាំងជាប្រធានអនុប្រធាននិងថ្នាក់ដឹកនាំនៃសាខាមូលនិធិជាតិជំនួយសង្គមខេត្តព្រៃវែងនិងបានប្រកាសចូលកាន់តំណែងជាផ្លូវការនេះដើម្បីបន្តដឹកនាំការងារបំពេញតួនាទីជាសេនាធិការឲ្យក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានិងមូលនិធិជំនួយសង្គមក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែងអាយដាមរដ្ឋមន្ត្រីមានប្រសាសន៍បន្តថាការទទួលភារកិច្ចថ្មីនេះគឺជាការជួយរែកពុននៅកិច្ចការសំខាន់ដែលក្រសួងសង្គមគិច្ចអតីតយុទ្ធជនបាននឹងកំពុងពុះពៀសម្រាប់ឲ្យបានស្របតាមទូនីតិភារកិច្ចរបស់ក្រសួងកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាពិសេសការសម្រេចឲ្យបាននូវការអនុវត្តគោលនយោបាយរបស់ក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាស្ដីពីការលើកកម្ពស់កិច្ចគាំពារសង្គមនិងសេវាសង្គមដើម្បីលើកស្ទួយស្ថានភាពសង្គមសេដ្ឋកិច្ចដែលបានដាក់ចេញក្នុងគោលបំណងលើកកម្ពស់គុណភាពប្រសិទ្ធភាពនិងសម្បធរសេវាសង្គមគិច្ចនិងកិច្ចគាំពារសង្គមសម្រាប់គ្រួសារក្រីក្រជនរងគ្រោះនិងងាយរងគ្រោះនៅក្នុងឱកាសប្រកាសចូលកាន់តំណែងនេះអាយដាមរដ្ឋមន្ត្រីសូមផ្ដាំផ្ញើនិងផ្ដល់ជាអនុសាសន៍មួយចំនួនដូចខាងក្រោម 1. ត្រូវយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចក្នុងការដឹកនាំនិងសម្របសម្រួលការងាររវាងថ្នាក់ដឹកនាំនិងមន្ត្រីក្រមអាវ៉ាតដើម្បីអនុវត្តការងារបម្រើឲ្យផលប្រយោជន៍ជនរងគ្រោះនិងងាយរងគ្រោះស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលនិងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា2024ដល់2028និងផែនការសកម្មភាពនានាឲ្យមានប្រសិទ្ធភាពខ្ពស់ 2. ត្រូវសហការនិងមានទំនាក់ទំនងល្អជាមួយគ្រប់អង្គភាពជំនាញរបស់ក្រសួងរដ្ឋបាលខេត្តអាជ្ញាធររវាងមន្ទីរមូលដ្ឋានគ្រប់លំដាប់ថ្នាក់និងអង្គភាពជំនាញនានាជុំវិញខេត្តជាពិសេសរវាងមន្ទីរសអយជាមួយសាខាមូលនិធិជាតិជំនួយសង្គមខេត្តនិងសាខាមូលនិធិជនពិការខេត្តក្នុងការបំពេញតួនាទីភារកិច្ចនិងការងាររបស់ខ្លួន 3. មន្ទីរសអយខេត្តសូមសហការជាមួយអនុគណៈកម្មការគ្រប់គ្រងការងារជនអនាថាខេត្តរដ្ឋបាលខេត្តនិងអាជ្ញាធរមូលដ្ឋានដើម្បីចាត់ចែងការងារជនអនាថាជនវិបលាស់ស្មារតីអ្នកសុំទានតាមទីសាធារណៈដែលបង្កឲ្យមានភាពអនាធិបតេយ្យនិងប៉ះពាល់ដល់សណ្ដាប់ធ្នាប់និងវិស័យទេសចរណ៍របស់ខេត្ត 4. ក្នុងភាពជាអ្នកដឹកនាំត្រូវមានវិន័យមានការទទួលខុសត្រូវចេះរៀបចំយុទ្ធសាស្ត្រដឹកនាំអនុវត្តត្រួតពិនិត្យកិច្ចការចេះប្រមូលកម្លាំងដឹងពីសុខទុក្ខនិងចេះលើកទឹកចិត្តមន្ត្រីក្រមអាវ៉ាតដើម្បីសម្រេចឲ្យបាននូវគោលដៅនិងការងារប្រកបដោយប្រសិទ្ធភាពខ្ពស់សូមបញ្ជាក់ថាលោកអូមបណ្ឌិតត្រូវបានប្រកាសជាប្រធានសមាជិកភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តព្រៃវែងនិងអនុប្រធានមួយរូបនិងសមាជិកមួយចំនួនទៀតផងដែរបាទនៅខាងខេត្តព្រៃវែងបាទពុកម៉ែបងប្អូនប្រិយមិត្តដៃខ្មែរ TV ថ្ងៃនេះគឺជម្រាបព័ត៌មានតែ3បាទឥឡូវនេះសូមនិយាយក្រៅផ្លូវការបន្តិចបាទគឺខាងថៃថ្ងៃនេះបានបាញ់ចំនួន9គ្រាប់ចូលទឹកដីកម្ពុជាយើងទៀតហើយគឺមុនពេលដែលក្រុមអនុព័ន្ធយោធាចោះត្រួតពិនិត្យគេក៏បានបាញ់ចំនួន9គ្រាប់
បាទមានប្រភេទកំភ្លើង M79 និង M16 បាទឥឡូវនេះគឺនៅតាមដានព្រឹត្តិការណ៍នេះបន្តទៀតបាទតើមានអ្វីកើតឡើងហើយបើមានអ្វីជាច្រើនខ្ញុំនឹងអាប់ដេតចែកជូនដល់ពុកម៉ែបងប្អូនបានដឹងអំពីស្ថានភាពបញ្ហាព្រំដែនបាទជាចុងក្រោយសូមពុកម៉ែបងប្អូនជួយចុច like follow subscribe ដៃខ្មែរ TV ម្នាក់មួយផងដើម្បីនឹងទទួលបានវីដេអូថ្មីៗពីខ្ញុំទៅសូមអរគុណច្រើននិងសូមគោរពលា